ឯកឧត្តមបណ្ឌិតសភាចាហងជួនរ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាតំណាងដល់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិឆ្នាំ2026ក្រោមប្រធានបទពង្រឹងសាមគ្គីធម៌ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនានៅសាលសន្និសីទចតុមុខបន្ទាប់ពីសម្ដេចព្រះអភិសិរិយសុគន្ធាមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតប៊ូគ្រីនិងសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអ៊ំលឹមហេងអានព្រះរាជសារថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារួចមកឯកឧត្តមបណ្ឌិតចាយបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញអានព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងបានបញ្ជាក់ផងដែរអំពីប្រវត្តិនិងគោលបំណងនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិថាប្រារព្ធឡើងដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋបង្កើនទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនានិងជាការរំលឹកនៅព្រះរាជគុណូបការៈដ៏ឧត្តមឧត្តមបំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលទ្រង់ទទួលបាននៅព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាព្រះស្រីលោកធម្មករាជហើយក៏ជាការផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីពង្រឹងសាមគ្គីធម៌ជំរុញសន្តិភាពក្នុងសង្គមជាតិនិងសកលលោកបន្ទាប់ពីបានជ្រាបអំពីប្រវត្តិនិងគោលបំណងនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិឯកឧត្តមបណ្ឌិតសភាចាឧបនាយករដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការនិងសាសនានិងគណៈសង្ឃនាយកទាំងពីរគណៈដែលបានសហការរៀបចំបានយ៉ាងល្អនៅទិវាព្រះពុទ្ធសាសនាអន្តរជាតិក្រោមប្រធានបទពង្រឹងសាមគ្គីធម៌ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនាដែលជាប្រធានបទដ៏ស័ក្តិសមបំផុតសម្រាប់រំលេចឲ្យឃើញអំពីទូនាទីព្រះពុទ្ធសាសនាដើម្បីចូលរួមចំណែកកសាងនៅសាមគ្គីធម៌ការអភិវឌ្ឍប្រទេសទាំងក្នុងវិស័យនយោបាយសេដ្ឋកិច្ចសណ្ដាប់ធ្នាប់សង្គមវប្បធម៌និងសាសនាជាពិសេសគឺជាការចូលរួមកសាងសាមគ្គីភាពសន្តិភាពសុខដុមរមនានៅក្នុងសង្គមជាងនេះក៏ជាកលានុវត្តភាពមួយបង្កើនការយល់ដឹងពីគុណតម្លៃស្នូលនិងគោលការណ៍របស់ព្រះពុទ្ធសាសនាក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គមមិត្តភាពភេរវភាពនិងសាមគ្គីភាពដើម្បីជំរុញឲ្យមាននូវសុខសន្តិភាពជានិរន្តរ៍សម្រាប់សង្គមនិងពិភពលោកឯកឧត្តមបណ្ឌិតសភាចាបានបន្ថែមថាទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះសមស្របទៅនឹងបរិបទនៃពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងវិបត្តិជាច្រើនដូចជាជម្លោះប្រដាប់អាវុធសង្គ្រាមសេដ្ឋកិច្ចការបម្រែបម្រួលអាកាសធាតុភាពឡើងកម្ដៅនៃភូមិសាស្ត្រនយោបាយភាពផុយស្រួយនៃជម្លោះសាសនាការបំពុលបរិស្ថានជំងឺឆ្លងនិងគម្លាតសង្គមធ្វើឲ្យមនុស្សរស់នៅមិនមានភាពចុះសម្រុងនិងមិនយោគយល់គ្នាព្រមទាំងបង្កភាពរាំងស្ទះដល់ការរីកចម្រើនរបស់សង្គមហើយវិបត្តិទាំងនោះបានក្លាយជាបញ្ហារួមនៅក្នុងសង្គមក្នុងតំបន់ក៏ដូចជាពិភពលោកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសម្ដាប់ធ្នាប់សង្គមសេដ្ឋកិច្ចនិងវិស័យសាសនាទៀតផងព្រះពុទ្ធសាសនាគឺជាមាគ៌ាមួយដ៏សំខាន់ក្នុងការបង្កើតនូវសាមគ្គីភាពភេរវភាពនិងរក្សាសន្តិភាពតាមរយៈការផ្ដល់ឱវាទដោយផ្អែកលើព្រហ្មវិហារធម៌សង្ឃហធម៌និងមាគ៌ាកណ្ដាលដែលអាចជួយឲ្យបុគ្គលគ្រួសារសង្គមនិងពិភពលោកប្រកាន់យកនៅវប្បធម៌អហិង្សាការគោរពអធ្យាស្រ័យយោគយល់គ្នាខ្ពស់ការប្រកាន់យកនៅសីលធម៌រស់នៅល្អសុខដុមរមនាដែលជាឧបករណ៍ចាំបាច់សម្រាប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពមុននឹងបញ្ចប់ឯកឧត្តមបណ្ឌិតសភាចាក៏បានផ្ដល់នូវទស្សនៈទានមួយចំនួនដូចខាងក្រោម1សូមឲ្យពុទ្ធបរិស័ទចូលរួមបំផុសប្រធានបទនាថ្ងៃនេះឲ្យបានទូលំទូលាយហើយប្រែក្លាយប្រធានបទនេះទៅជាសកម្មភាពជាក់ស្ដែងដើម្បីធានាឲ្យបាននូវសុខដុមរមនានៅក្នុងសង្គមនិងសន្តិភាពជានិរន្តរ៍សម្រាប់មនុស្សជាតិនៅទូទាំងពិភពលោក2ចូលរួមអភិវឌ្ឍព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនរុងរឿងលើកកម្ពស់ទូនាទីព្រះពុទ្ធសាសនាក្នុងសង្គមតាមរយៈការអប់រំលើកកម្ពស់សីលធម៌សង្គមនិងសុខភាពផ្លូវចិត្តរបស់ប្រជាជនដែលបច្ចុប្បន្ននេះកត្តាទាំងពីរនេះគឺចាំបាច់និងបន្ទាន់ជាងពេលណាៗទាំងអស់3ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដូច្នេះសូមឲ្យពុទ្ធសាសនិកជនគ្រប់រូបសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅគោរពប្រតិបត្តិឲ្យបានត្រឹមត្រូវបញ្ជាឲ្យបានជាដាច់ខាតការយកសាសនាធ្វើជាឧបករណ៍ដើម្បីស្វែងរកនៅប្រយោជន៍ផ្ទាល់ខ្លួន4
ទោះបីជាគោរពជឿជាក់លើនិកាយសាសនាអ្វីក៏ដោយភាពផ្សេងគ្នានៃជំនឿនិងសាសនាមិនមែនជារនាំងខណ្ឌចែកមិត្តភាពនិងភេទរភាពរវាងគ្នានឹងគ្នានោះទេដូច្នេះត្រូវបន្តរក្សាសាមគ្គីភាពគ្នាជាធ្លុងមួយធ្វើការរួមគ្នាដើម្បីឈានទៅសម្រេចឲ្យបាននូវឧត្តមប្រយោជន៍ពលគឺសន្តិភាពជូនជាតិមាតុភូមិតាមរយៈការប្រតិបត្តិការទ្រឹស្ដីដ៏ល្អឯករបស់សាសនានីមួយៗក្នុងឱកាសនោះដែរដើម្បីរំលឹកនៅព្រះរាជគុណូបការៈដ៏ឧត្តមបំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលទ្រង់ទទួលបាននៅព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាព្រះស្រីលោកធម្មករាជក្រសួងធម្មការនិងសាសនាបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងរាប់បាតថ្វាយប្រគេនសម្ដេចសង្ឃព្រះមន្ត្រីសង្ឃចំនួន74ព្រះអង្គដើម្បីថ្វាយព្រះរាជកុសលដល់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គអស់កលជានិច្ចនិរន្តរ៍